បាទសូមជម្រាបសួរខ្ញុំបាទឈ្មោះចំណាប់មកពីក្រុមហ៊ុន G ស្រីរៀងខ្មែរ LOS បាទថ្ងៃនេះដែរខ្ញុំកំពុងតែនៅលើវាលស្រែសសរមួយបាទសសរមួយឃុំសយើក្រុងស្ទឹងសែនបាទខេត្តកំពង់ធំហើយថ្ងៃនេះដែរពួកយើងបានរៀបចំដ្រូន2ដែលអាចបាញ់ថ្នាំលូតលាស់ហើយនិងថ្នាំការពារកម្ចាត់សត្វល្អិតសម្រាប់200ហាត់បាទចំពោះដ្រូន2នេះយើងបាញ់បានមួយថ្ងៃ100ហាត់ជាងអញ្ចឹង2ដ្រូនអាចបានថាយ៉ាងច្រើន250ហាត់បាទអញ្ចឹងយើងបាញ់ជាបន្តបន្ទាប់រហូតវគ្គដំបូងនេះស្រូវផលជាកសិករយើងគឺវាមានអាយុ10ថ្ងៃបាទស្រូវខ្លះ10ថ្ងៃស្រូវខ្លះ12ថ្ងៃបាទហើយក្នុងរយៈពេលនេះគឺយើងត្រូវប្រើជីជំនួយលូតលាស់ហើយនឹងដាក់ជាមួយទៅនឹងថ្នាំការពារនិងកម្ចាត់សត្វល្អិតហើយក្នុងដ្រូនមួយនេះយើងសារ៉េបាញ់ទៅមួយជើងបាញ់បាន2ហាត់អញ្ចឹងយើងទៅប្រើជីលូតលាស់2លីត្រជីកម្ចាត់ការពារនិងកម្ចាត់ថ្នាំសត្វល្អិត2លីត្របាទសូមអរគុណបាទហើយចាំមើលជួយតាមដានការលាយជីលាយអីរបស់ក្រុមការងារខ្ញុំបាទសូមអរគុណ